ជាការពិតណាស់ក្លឹប Manchester United បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំងស្ទើរតែមិនគួរឲ្យជឿបន្ទាប់ពីលោក Sir Alex Ferguson បានចាក់ចេញកាលពីឆ្នាំ2013ទោះយ៉ាងនេះក្តីគេឈ្មោះរបស់ក្រុមបិសាចក្រហមនៅតែល្បីមិនចេះសាបហើយពួកគេនៅតែស្ថិតជាក្រុមលំដាប់កំពូលដដែលនៅពេលដែលគេនិយាយទៅលើប្រជាប្រិយភាពនិងប្រាក់ចំណូលដែលក្លឹបនីមួយៗរកបានប្រចាំឆ្នាំទទួលស្គាល់ថាក្រុមបិសាចក្រហមពិតជាធ្លាក់រហូតហៅលេងលឺប៉ុន្តែយើងក៏មិនអាចប្រកែកបានដែរពីប្រជាប្រិយភាពរបស់ក្លឹបយក្សអង់គ្លេសមួយនេះខាងក្រោមនេះគឺជាកំណត់ត្រាដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រឬអាចថាជាគេដំណើរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានដែលបន្សល់ទុកពីចំនួនលោកគ្រូតា Sir Alex Ferguson ជាបឋមរឿងដំបូងដែលយើងត្រូវដឹងគឺលោក Sir Alex Ferguson ចូលមកដឹកនាំក្លឹបដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ1986ខណៈកាលនោះលោកមានអាយុ45ឆ្នាំហើយលោកបានសម្រេចចូលនិវត្តន៍នៅឆ្នាំ2013ក្នុងវ័យ72ឆ្នាំលោក Sir Alex Ferguson ជាប់ជាអ្នកចាត់ការនៅចក្រភពអង់គ្លេសដែលឈ្នះពានច្រើនជាងគេពលពីឆ្នាំ1986ដល់ឆ្នាំ2013នៅក្លឹប Manchester United លោកឈ្នះសរុបរហូតដល់ទៅ38ពានឯណោះរួមមាន English Premier League 13សម័យ English FA Cup 5 ដង English League Cup 4 ដង UEFA Champions League 2សម័យ UEFA Cup Winners' Cup 1 ដង UEFA Super Cup 1 ដង Intercontinental Cup 1 ដង FIFA Club World Cup 1 ដងនិង FA Community Shield រហូតដល់ទៅ10 ដងឯណោះលោកក្លាយជាអ្នកចាត់ការក្រុមបាល់ទាត់អង់គ្លេសដំបូងគេដែលឈ្នះជើងឯក3កម្មវិធីក្នុងមួយរដូវកាលឬគេហៅថា Treble គឺនៅឆ្នាំ1998និង1999ពេលលោកឈ្នះជើងឯក UEFA Champions League English Premier League និង English FA Cup លោកក៏ក្លាយជាអ្នកចាត់ការដំបូងគេដែលបានដឹកនាំក្រុមឈ្នះជើងឯក English Premier League បាន3រដូវកាលជាប់គ្នាប៉ុន្តែចុងក្រោយកំណត់ត្រាមួយនេះត្រូវបានលោក Pep Guardiola បំបែកបាននៅពេលលោកដឹកនាំក្រុមមេឃីវ Manchester City ឈ្នះជើងឯក English Premier League 4រដូវកាលជាប់គ្នាក៏ប៉ុន្តែអ្នកវិភាគបាល់ទាត់ជឿថាកំណត់ត្រាឈ្នះជើងឯក Premier League 3រដូវកាលជាប់គ្នារហូតដល់ទៅ3លើកដោយលោកគ្រូតាទំនងជាគ្មានអ្នកចាត់ការណាម្នាក់ធ្វើបានឡើយឬក៏ត្រូវរងចាំអស់រាប់ទសវត្សរ៍ទៅមុខទៀតទើបអាចមានអ្នកបំបែកកំណត់ត្រាមួយនេះបានលោក Sir Alex Ferguson គឺជាគូសត្រូវដ៏ស្វិតស្វាញខ្លាំងបំផុតសម្រាប់ Liverpool អ្នកតាមដានបាល់ទាត់អឺរ៉ុបចំនួនប៉ារបស់ពួកយើងប្រកាសជាដឹងច្បាស់ណាស់ថាក្រុមហង្សក្រហម Liverpool គឺជាក្រុមមួយដ៏ខ្លាំងបំផុតនៅអឺរ៉ុបហើយក៏ជាក្រុមដែលឈ្នះពានលីកកំពូលអង់គ្លេសច្រើនជាងគេដែរនៅមុនពេលដែលសមាគមកីឡាបាល់ទាត់អង់គ្លេសហៅកាត់ថា FA សម្រាប់ផ្លាស់ប្ដូរឈ្មោះក្របខ័ណ្ឌបាល់ទាត់លីកកំពូលអង់គ្លេសពី English First Division មក English Premier League នៅរដូវកាលឆ្នាំ1992និង93ពលគឺនៅមុនពេលដែលលោក Sir Alex Ferguson មកដឹកនាំ Manchester United ក្រុមហង្សក្រហម Liverpool គឺជាក្រុមដែលឈ្នះពានលីកកំពូលអង់គ្លេសច្រើនជាងគេរហូតដល់ទៅ18សម័យឯណោះខណៈដែលពេលនោះក្រុមបិសាចក្រហមមានពានលីកកំពូលដាក់តាំងនៅក្នុងទូត្រឹមតែ7ពានប៉ុណ្ណោះក៏ប៉ុន្តែចាប់តាំងពីឆ្នាំ1993មកក្រុមបិសាចក្រហមរបស់លោកគ្រូតាវាផ្ដាច់ក្រុមហង្សក្រហមតែម្ដងរហូតដល់វាដាច់ទាំងចំនួនពានលីកកំពូលថែមទៀតហើយក្រោយពេលលោកចូលនិវត្តន៍បានរហូតដល់ទៅ7ឆ្នាំទើប Liverpool ចាប់ផ្ដើមស្គាល់រសជាតិពាន Premier League ជាលើកដំបូងចាំបានថាមានគ្រាមួយលោកគ្រូតា Sir Alex Ferguson ធ្លាប់និយាយថានៅមុនពេលដែលលោកមកដឹកនាំក្លឹប Manchester United លោកបាននិយាយប្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្លឹបរួចហើយថាមានតែក្រុមមួយគត់ដែលយើងត្រូវផ្ដួលឲ្យបានដើម្បីដណ្ដើមយកជើងឯកហើយក្រុមនោះគឺ Liverpool តែមួយគត់កាលពីឆ្នាំ2002នៅក្នុងកិច្ចសម្ភាសន៍មួយលោក Sir Alex Ferguson បាននិយាយចំថាការប្រកួតប្រជែងដ៏អស្ចារ្យបំផុតនៅក្នុងអាជីពរបស់លោកគឺការទម្លាក់ Liverpool ចេញពីមាគ៌ាឆ្ពោះទៅរកជើងឯកហើយត្រូវប្រកាសថាក្រុមហង្សក្រហមគ្មានថ្ងៃឈ្នះពានលីកកំពូលអង់គ្លេសច្រើនជាងក្រុមបិសាចក្រហមរបស់លោកឡើយដរាបណាលោកនៅតែកាន់តំណែងជាអ្នកចាត់ការក្លឹបនោះលោកថែមទាំងប្រាប់ឲ្យអ្នកកសែតថតឬកត់ត្រាសម្ដីរបស់លោកទុកថែមទៀតហើយនៅទីបំផុតលោកពិតជាធ្វើវាបានមែនព្រោះ Liverpool ពិតជាមិនដែលឈ្នះជើងឯក Premier League ឡើយចាប់តាំងពីពាននេះត្រូវបាន FA បង្កើតឡើងដំបូងនៅរដូវកាលឆ្នាំ1992និង93លុះដល់ថ្ងៃដែលលោកចូលនិវត្តន៍នៅចុងខែឧសភាឆ្នាំ2013បើទោះបីជាធ្លាក់ជើងខ្លាំងប្រហែលជាមួយទសវត្សរ៍ចុងក្រោយនេះក៏ដោយក៏ Manchester United នៅតែជាប់ជាក្លឹបដែលឈ្នះការប្រកួតច្រើនជាងគេនិងសន្សំពិន្ទុបានច្រើនជាងគេនៅក្នុងក្របខ័ណ្ឌ Premier League ដដែលជាមួយកំណត់ត្រាឈ្នះសរុបរហូតដល់ទៅ755ប្រកួតក្នុងនោះលោកគ្រូតាដឹកនាំឈ្នះបានចំនួន527ប្រកួតទៅហើយខណៈជ័យជំនះចំនួន228ប្រកួតទៀតគឺកើតចេញពីស្នាដៃរបស់អ្នកចាត់ការក្រោយៗដែលមកបន្តវេនពីលោកតែប៉ុណ្ណោះដូច្នេះបើគិតជាពិន្ទុវិញ
ចាប់ពីរដូវកាលឆ្នាំ1992និង93មកទល់នឹងរដូវកាលឆ្នាំ2024និង2025ដែលទើបតែបិទបញ្ចប់កាលពីសប្តាហ៍មុននេះក៏នៅតែក្លឹប Manchester United ក្តោងក្តាប់តំណែងកំពូលតារាងដដែលដោយមានសរុបចំនួន2455ពិន្ទុក្នុងនោះលោកគ្រូតាសម្រេចបានតែម្នាក់ឯងរហូតដល់ទៅ1752ពិន្ទុឬស្មើ 71.3% ទៅហើយខណៈតាមពីក្រោយដោយ Arsenal មាន2200ពិន្ទុនិងចំណាត់ថ្នាក់លេខ3គឺ Chelsea មាន2070ពិន្ទុក្រៅតែពី3ក្រុមនេះនៅមិនទាន់មានក្រុមណាដែលអាចរកបានលើស2000ពិន្ទុនៅក្របខ័ណ្ឌ English Premier League ឡើយបាននិយាយដល់ចំនួនគ្រាប់បាល់វិញពីរដូវកាលឆ្នាំ1992និង93មកទល់នឹងបច្ចុប្បន្នក៏នៅតែក្រុមបិសាចក្រហមដដែលដោយរកបានសរុបរហូតដល់ទៅ2344គ្រាប់ក្នុងនោះក្រោមការដឹកនាំរបស់លោក Sir Alex Ferguson ក្រុមបិសាចក្រហមរកបានចំនួន1627គ្រាប់ក្នុងចំណោម810ប្រកួតដែលលោកបានដឹកនាំនៅ Premier League បើគិតទៅគឺស្មើនឹង 69.4% ឯណោះហើយបើគិតជាមធ្យមស្មើ2គ្រាប់ក្នុងមួយប្រកួតខណៈតាមពីក្រោយដោយ Liverpool ដែលរកបានចំនួន2268គ្រាប់និងលេខ3គឺ Arsenal រកបានចំនួន2265គ្រាប់បើយើងសរុបកំណត់ត្រារបស់លោកគ្រូតា Sir Alex Ferguson ក្នុងរយៈពេល27ឆ្នាំនៅក្លឹប Manchester United មានដូចជាដឹកនាំបាន1500ប្រកួតទទួលជ័យជំនះបាន895ប្រកួតស្មើ338ដងនិងចាញ់ចំនួន267ប្រកួតហើយរកបានសរុបរហូតដល់ទៅ2767គ្រាប់និងរបូតវិញចំនួន1359គ្រាប់បើគិតជាមធ្យមភាពឈ្នះមានរហូតដល់ទៅ 59.7% ឯណោះនេះបើយើងយកស្ថិតិដែលគាត់ដឹកនាំក្លឹបប្រកួតគ្រប់កម្មវិធីទាំងអស់ចាប់តាំងពីថ្ងៃដំបូងដែលលោកចូលមកដឹកនាំក្លឹបរហូតដល់ថ្ងៃដែលលោកចូលនិវត្តន៍តាមពិតទៅនៅមានកំណត់ត្រាមួយចំនួនទៀតដែល admin លើកយកមកមិនទាន់អស់ប៉ុន្តែ admin គិតថាកំណត់ត្រាទាំងអស់នេះល្មមអាចបង្កើតបានជាគេដំណើរមួយដ៏មានតម្លៃបំផុតសម្រាប់ក្លឹប Manchester United ទុកដល់តចំនួនឯណោះក៏ប៉ុន្តែ admin គិតថាប្រសិនបើក្លឹប Manchester United នៅតែបន្តធ្លាក់ចុះយ៉ាងត្រដាបត្រដួសដោយបច្ចុប្បន្ននេះហើយអូបន្លាយពេលយូរជាច្រើនឆ្នាំទៅមុខទៀតប្រហែលជាគេដំណើរដ៏ផូរផង់នេះអាចនឹងសាបរលាបបាត់បន្តិចម្ដងរហូតដល់បាត់អស់ទាំងស្រុងតែម្ដងក៏ថាបានយ៉ាងណាក៏ដោយ admin នៅតែសង្ឃឹមថាក្លឹប Manchester United នឹងអាចវិលត្រឡប់ទៅរកភាពរុងរឿងវិញដោយកាលពីរជ្ជកាលលោកគ្រូតា Sir Alex Ferguson ក្នុងរយៈពេលចាប់ពី3ទៅ5ឆ្នាំទៀតចុះពីថ្ងៃទី8ខែឧសភាឆ្នាំ2013លោកតា Sir Alex Ferguson បានធ្វើឲ្យពិភពបាល់ទាត់ទាំងមូលភ្ញាក់ផ្អើលជាខ្លាំងដោយបានប្រកាសចូលនិវត្តន៍ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ Manchester United បន្ទាប់ពីការកាន់តំណែងរយៈពេល27ឆ្នាំវាជាការបញ្ចប់នៃយុគសម័យមួយដែលឃើញគាត់ក្លាយទៅជាអ្នកចាត់ការដ៏ជោគជ័យម្នាក់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេសក្រោមការដឹកនាំរបស់លោកតា Sir Alex Ferguson ក្រុមបិសាចក្រហម Manchester United បានឈ្នះពានរង្វាន់ Premier League រហូតដល់ចំនួន13ដងពានរង្វាន់ Champions League ចំនួន2ដងនិងពានរង្វាន់ជាច្រើនទៀតសមត្ថភាពរបស់គាត់ក្នុងការកសាងក្រុមឈ្នះបន្តឈរនៅកំពូលតារាងរយៈពេលយូរបានធ្វើឲ្យគាត់ក្លាយទៅជា legendary របស់ក្រុមបិសាចក្រហម Manchester United គ្រូតាបាននិយាយថាគាត់ចង់ចូលនិវត្តន៍នៅពេលដែលទម្រង់លេងរបស់ក្រុមស្ថិតនៅលំដាប់កំពូលប៉ុន្តែហេតុអ្វីបានជាគាត់សម្រេចចិត្តចូលនិវត្តន៍នៅខែ12ឆ្នាំ2012គាត់បាននិយាយជាមួយប្រពន្ធរបស់គាត់ដែលមានឈ្មោះថា Katy ដែលកំពុងតែសោកសៅចំពោះការបាត់បង់ពន្ធស្រីរបស់គាត់ជាមួយគ្នានេះផងដែរគាត់បានសម្រេចចិត្តថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់គាត់ក្នុងការចូលនិវត្តន៍ផងដែរថ្ងៃទី31ខែមីនាឆ្នាំ2013លោកតា Sir Alex Ferguson បានជូនដំណឹងទៅដល់ក្លឹបប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងអំពីដំណឹងមួយនេះការរក្សាព័ត៌មានសម្ងាត់គឺវាពិបាកជាពិសេសនៅក្លឹបធំៗដូចជា Manchester United មានតម្រុយតិចតួចដូចជាការខកចិត្តរបស់លោកតា Sir Alex Ferguson បន្ទាប់ពីការចាញ់ក្រុម Real Madrid នៅក្នុង UEFA Champions League ក្នុងឆ្នាំ2013ក៏ប៉ុន្តែមនុស្សភាគច្រើនមិនបានដឹងទេថានោះជាការប្រកួតដឹកនាំចុងក្រោយរបស់លោកតា Sir Alex Ferguson នៅក្នុង UEFA Champions League នៅក្នុងឆ្នាំ2013 Manchester United បានឈ្នះពាន Premier Leagueប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថានេះជារដូវកាលចុងក្រោយរបស់គាត់សូម្បីតែកីឡាករល្បីៗដូចជា Robin van Persie ក៏មិនដឹងនៅដំណឹងមួយនេះដែរពេលវេលាដ៏សោកសៅបំផុតសម្រាប់ Manchester United ក៏បានមកដល់ការប្រកួតក្នុងផ្ទះលើកចុងក្រោយរបស់លោកតា Sir Alex Ferguson ទល់នឹង Swansea ក្រោយចប់ការប្រកួតដោយភ្លៀងធ្លាក់លោកបាននិយាយជាមួយអ្នកគាំទ្រដោយអរគុណចំពោះការគាំទ្ររបស់ពួកគេនិងសូមឲ្យពួកគេឈរនៅក្បែរអ្នកចាត់ការថ្មីហើយគាត់ក៏បានប្រកាសចូលនិវត្តន៍ត្រឹមរដូវកាលនេះផងដែរDavid Moyes ត្រូវបានជ្រើសរើសឲ្យជំនួសលោកតា Sir Alex Ferguson ក៏ប៉ុន្តែអ្វីៗមិនដូចដើមនោះទេកីឡាករក៏ដូចជាបុគ្គលិកសំខាន់ៗបានចាក់ចេញជាបណ្ដើរ
ហើយការដឹកនាំរបស់អ្នកចាត់ការទូទៅក្រោយៗក៏មិនជោគជ័យដោយចំនួនលោកតា Sir Alex Ferguson ដែរមួយទសវត្សរ៍បន្ទាប់ពីការចូលនិវត្តន៍របស់លោកតា Sir Alex Ferguson Manchester United នៅតែព្យាយាមស្វែងរកភាពជោគជ័យឲ្យដូចទៅនឹងចំនួនរបស់លោកតា Sir Alex Ferguson ការចាក់ចេញរបស់គាត់ពិតជាបានកត់សម្គាល់ចុងបញ្ចប់នៃយុគសម័យមួយហើយឥទ្ធិពលរបស់លោកតា Sir Alex Ferguson នៅក្នុងការប្រកួតនៅតែមិនមានគ្រូបង្វឹកណាអាចប្រៀបផ្ទឹមបានពេលដំណើររបស់គ្រូតាម្នាក់នេះគឺពិតជាអស្ចារ្យមែនទែនហើយពេលវេលារបស់គាត់នៅ Manchester United នឹងត្រូវបានគេចងចាំថាជារឿងដ៏ល្អមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់ខ្ញុំជឿថាមានបាទខ្ញុំជឿថាមានអាចបងបាទនេះអានេះខ្ញុំខ្លួនឯងប៉ុន្តែសម្រាប់បងប្អូនដែលកំពុងតែទស្សនាអត់ដឹងទេណាប៉ុន្តែអារម្មណ៍ខ្ញុំជឿថាមានពីព្រោះមិនបានខ្ញុំជឿថាមានទេគេបិទមិនឲ្យសើចូលហ្នឹងមានន័យថាសើធ្លាប់លោកដៃហីបាទសើធ្លាប់លោកដៃហីបានគេបិទបើសើលក្ខណៈចូលធម្មតាឬក៏ពេលខ្លះចូលពេលខ្លះមិនចូលអាហ្នឹងគេប្រហែលជាឲ្យគាត់អញ្ជើញចូលមើលឲ្យធម្មតាទេប៉ុន្តែនេះគេបិទហ្មងមានន័យថាសើពិតជាលោកដៃមែនហើយយើងអត់ដឹងច្បាស់ប៉ុន្តែក្រោយបងបកស្រាយមិញខ្ញុំទាញរឿងមួយដែល Man U លក់ Scott McTominay ចេញបាទហើយចុងក្រោយនេះថ្ងៃសៅរ៍នេះបានលោកអរិយទេនិយាយថាគាត់អត់ចង់លក់ទេប៉ុន្តែក្លឹបជាអ្នកចាត់ចែងហើយជាច្បាប់ FPF បាទ Financial Fair Play សំណួរសួរថាហេតុអីកីឡាករមកកកោកមិនលក់ទៅលក់ Scott McTominay នេះជាសញ្ញាមួយថា Scott គឺជាយុវជនរបស់លោកតា Sir Alex ដែលលោកតា Sir Alex ផ្ដាំតាំងពីជំនាន់ចូលសេមកញោមករហូតឲ្យទុកមកដល់ឥឡូវ Ineos Group លក់ចោលតែម្ដងសញ្ញានេះបើទាញហេតុផលជាមួយបងគេកាច់ធ្មងលោកតា Sir Alex បាទខ្ញុំស្ដាប់បងមិញខ្ញុំនឹកឃើញចំណុចហ្នឹងមួយបាទបងចង់និយាយចំណុចហ្នឹងដែរតែនៅអត់ឃើញពីព្រោះបងទៅតែធ្វើព័ត៌មានតាក់ទងទៅនឹងលោកតេងហេងគាត់និយាយថាគាត់គ្មានបំណងលក់មេឃធម្មតាទេបាទប៉ុន្តែក្លឹបអ្នកលក់ប៉ុន្តែគាត់ហ៊ាននិយាយរឿងហ្នឹងសុកគ្រូបង្វឹកល្មមអត់ហ៊ាននិយាយថាលក់អ្នកនេះដោយសារចិត្តគាត់ឬក៏ក្លឹបទេប៉ុន្តែគាត់ប្រឡយពាក្យហ្នឹងហើយកើតឡើងរឿងSir Alex Fergusonគាត់ប្រឡយពាក្យហ្នឹងយើងអាចយកមកពិចារណាបានគាត់ឲ្យសញ្ញាថាលោកតា Sir Alex ហើយនឹងក្លឹបមានវាននខ្មៅឯងដែលធ្វើឲ្យគេដកគាត់អញ្ចឹងគាត់ហ៊ានប្រឡយពាក្យថាគាត់អត់ចង់លក់តែក្លឹបចង់លក់បាទឥឡូវជាក់ស្ដែងមើលថ្ងៃ Man U ទាត់ Sir មានអង្គុយមើលណាទៅអង្គុយមើល Celtic សប្បាយបាទនៅទឹកដីគាត់ Scotland បាទម៉ោងជាមួយគ្នារឿងអីការប្រកួត Man U Sir ធ្លាប់តែអង្គុយមើលហើយបែរជា Sir លេងមើលវិញបាទអានេះគឺជារឿងមួយដែលយើងត្រូវគិតបាទហើយនយោបាយរបស់លោក Ineos Group ក្រុម Ineos Group គឺគេថាបើនៅតែដដែលវានៅតែជាដដែលធម្មតាបើជ្រុលតែសាកអីបាទសាកទាំងអស់បាទឥឡូវសាកដល់ចំណុចនឹងមួយសល់គាត់មួយបាទសាកគាត់មួយទៀតសិនទៅបាទត្រូវតែសាកឲ្យព្រោះធម្មតាយើងមកអភិវឌ្ឍបើសាកមើលតាក់ទងនឹង Sir Alex Ferguson ខ្ញុំមានពីរហេតុផលខ្ញុំថាបើសិនជាគិតពីមនោចេតនាវាអក្រក់មើលមែនបើគាត់ជាអ្នកកសាង Man U ជួយពៀនប៉ុន្តែបើគិតពីច្បាប់ការងារបាទគាត់វាលើសច្បាប់ការងារអាយុគាត់82 83ត្រូវនៅធ្វើការទៅអីទៀតហើយបើមួយទៀតយើងប្រើពលកម្មឲ្យគាត់ធ្វើការក៏យើងខុសដែរគាត់ចាស់ហើយឲ្យគាត់មកធ្វើការឲ្យតឹងចិត្តរាល់ប្រកួតពេលខ្លះយើងដែរគិតសម័យថាគាត់ចង់មកមើលការប្រកួតនឹងអត់ឬក៏គាត់ត្រូវមកមើលដើម្បីជាការងារក្នុងនាមជាទូតសុចរិតអានេះយើងត្រូវគិតពីបាទអញ្ចឹងជួនកាលគាត់ព្រមព្រៀងជាមួយIneosថាឥឡូវខ្ញុំឈប់ហ្មងទៅខ្ញុំសុំឈប់អីបាទដឹងដែរមួយយ៉ាងដែរមនីនិយាយលេងនេះគឺឲ្យបងបាយភាកទៅគិតរឿងផ្សេង Man U ទាត់ Sir អត់អង្គុយមើលទៅមើល Celtic បងប្អូនមួយចំនួនថា Sir ខឹង Sir ងបាទថាចាស់មនុស្សចាស់អាសាខឹងបាទអានេះយើងគិតមកមួយវិជ្ជមានអវិជ្ជមានប៉ុន្តែបើយើងគិតវិជ្ជមាន Sir ថាទីបំផុតអញបានទៅមើលផ្សេងលេងហើយបាទអញបានទៅមើលក្លឹបផ្សេងលេងហើយបាទដល់ពេលអញ្ចឹងធ្វើឲ្យគាត់ហ្នឹងបានទៅនេះបានទៅនោះបាទមិនបាច់ដល់ថ្ងៃសៅរ៍ទៅនេះទៅនេះអង្គុយតែមើលបានថ្ងៃសៅរ៍ទៅមើលបាយ័នជីយន្តហោះទៅជាអាទិត្យលើទៅនេះទៅវាអាចហ្នឹងបើយើងគិតវិជ្ជមានគឺវាអាចអញ្ចឹងវិញយើងយកលុយគេធ្វើការឲ្យគេមិនតិចណាមួយឆ្នាំ2លានជាងដែរបាទ2លាន3សែនបាទអញ្ចឹងត្រូវរកការប្រកួតណាគឺគាត់ត្រូវមកទាំងតឹងចិត្តទាំងមិនសប្បាយចិត្តហើយសួរថាគាត់ចូលនិវត្តន៍ពីក្លឹបដោយសារអីដោយសារគាត់ចង់ផ្ដល់ពេលវេលាឲ្យគ្រួសារនិងខ្លួនឯងហើយទៅពេលគាត់ចូលហើយគាត់មកត្រូវឈឺក្បាលនឹងធ្វើការយ៉ាងហ្នឹងបើយើងគិតពីផ្លូវបាទ